baជំរាបសួរបងប្អូនបាទជំរាបសួរខ្ញុំសូមលើកយកពីការរៀនពី Data Analytics Reporting Management ទីបាទចំពោះបងប្អូនដែលចាប់អារម្មណ៍ទាក់ទងនឹងការធ្វើ Data Analytics Reporting Management ណាបាទយើងខ្ញុំទៅបន្ថែមមួយចំណុចទៀតចំពោះដែលបងប្អូនចាប់អារម្មណ៍បងប្អូនប្រើ Kobo Toolbox Kobo Toolbox នេះគឺជាកម្មវិធីមួយសម្រាប់ដល់បងប្អូនធ្វើ survey បាទធ្វើ survey អញ្ចឹងមកយើងបាន data យើងអាចនិយាយថាជា database មួយដែលវានៅក្នុង Kobo Toolbox ដែលវាមាន list ឈ្មោះហើយផ្សេងអញ្ចឹងមកបាទថាមានទិន្នន័យហើយបងប្អូនចង់យកទិន្នន័យអស់ហ្នឹងយកទៅធ្វើ report ឬក៏ធ្វើ dashboard អញ្ចឹងបើសិនជាបងប្អូនត្រូវការយកទិន្នន័យចេញពី Kobo Toolbox ហ្នឹងទៅកាន់ Power BI គឺយើងមាន tool ដើម្បី deploy ទិន្នន័យរបស់យើងចូលទៅក្នុង Power BI ដើម្បីធ្វើ reporting ឬក៏ធ្វើ dashboard បាទអញ្ចឹងចំពោះរយៈពេលរៀនគឺយើងរៀនរយៈពេល20ម៉ោងបាទបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចសាកសួរបន្ថែមទៀតទាក់ទងនឹងការរៀនបើសិនជាបងប្អូនគិតថា20ម៉ោងអាយុពេកបងប្អូនអាចរៀនយើងអាចនិយាយគ្នារៀនត្រឹម2ថ្ងៃបើថាយើងអាចរៀនត្រឹម2-10ម៉ោងឬក៏5-10ម៉ោងក៏បានដែរខ្ញុំមានវិធីសាស្ត្រដើម្បីរៀនឲ្យបានខ្លីហើយមានប្រសិទ្ធភាពបាទតែចំពោះបងប្អូនដែលចង់រៀនរយៈពេលយូរ20ម៉ោងគឺគ្រប់គ្រាន់ហើយយើងអាចរៀនពី Kobo Toolbox ហ្នឹងពីវិធីសាស្ត្រដើម្បីបង្កើតហៅថាការធ្វើ survey តាម Kobo Toolbox ទី2យើងអាចយើងនឹងរៀនអំពី DAX ជាប្រមាណវិធីនៅក្នុង Power BI ទី3យើងរៀនអំពី visualization ទី4គឺយើងរៀនអំពី reporting ទី5គឺយើងរៀនអំពី dashboard បាទអញ្ចឹងរយៈពេល20ម៉ោងគឺខ្ញុំគិតថាវា maximum សម្រាប់គ្នាយើងចំពោះបងប្អូនដែលត្រូវការប្រើប្រាស់វាហ្នឹងដូចជា CEO ជា manager ជា director ជាថ្នាក់លើនៅក្នុងក្រុមហ៊ុនស្ថាប័នសហគ្រាសហ្នឹងបាទអញ្ចឹងចំពោះថ្ងៃរៀនយើងអាចនិយាយគ្នាបានបាទហើយបងប្អូនរឿងរៀននេះបងប្អូនសូមតាក់ទងមកខ្ញុំមកដើម្បីយើងអាចនិយាយគ្នាបានបាទអរគុណច្រើនបាទ